ដូចខ្ញុំនិយាយចឹងណាបងប្អូនទាំងអស់គ្នាអាសារព័ត៌មានប៉ុស Amarin TV នេះគឺជាសារព័ត៌មានដែលថោកលំដាប់លេខ1នៅក្នុងប្រទេសសៀមជាក់ស្ដែងគឺអា3ក្បាលខាងលើនឹងបងប្អូនទាំងអស់គ្នាគឺកម្ពុជាអ្នកសារព័ត៌មានខ្លាញ់ខ្លាយហើយថោកទាបបំផុតប្រចាំប្រទេសសៀមប្រចាំប៉ុស Amarin TV តែម្ដងគឺអា3ក្បាលហ្នឹងគឺវាលេចធ្លោជាងគេតែម្ដងជាក់ស្ដែងតាក់ទងជាមួយនឹងរឿងវិរៈកងទ័ពយើងទាំង18អ្នកម្សិលមិញចឹងបងប្អូនទាំងអស់គ្នាដែលបានវិលមកកាន់មាតុភូមិដែនដីអច្ឆរិយរបស់ប្រទេសកម្ពុជាយើងវិញហើយក៏ប៉ុន្តែឥឡូវនេះគឺអាប៉ុសថោកទាបហ្នឹងណាគឺវាយកតែចុះតែឯប៉ុសផ្សេងគឺគេអាចចុះឲ្យពួកគេដឹងថារឿងហ្នឹងវាជារឿងថោកទាបក៏ប៉ុន្តែអាប៉ុសនេះបាននិយាយពីរឿងវិជ្ជាជីវៈគឺអត់មានទេចា no skill no professional no វិជ្ជាជីវៈ Amarin TV បីក្បាលតែម្ដងតែស្ដែងដូចរឿងរូបភាពនៅខាងក្រោយអញ្ចឹងគេថាពួកខ្មែរប្រើ AI កុហកបោកប្រជាជនខ្លួនឯងពីព្រោះថាអ្នកទាំងនេះបានឃើញរូបភាពខាងក្រោយអញ្ចឹងគឺមានវីដេអូមានរូបភាពអូយសវិរៈកងទ័ពយើងចុះពីលើយន្តហោះមកប៉ុណ្ណាអញ្ចឹងណាបងប្អូនទាំងគ្នាហើយនៅក្នុងវីដេអូរូបភាពនឹងតាហ៊ានឯងរាប់សិបនាក់តាហ៊ានមកមិនសិនមិញតែ8ទៅ10នាក់រួមអមជាមួយនឹងកងទ័ពផ្សេងទៀតដែលជាអ្នកដឹកនាំដែលជាអ្នកអីហ្នឹងទេហ៎ហើយបើផ្លូវសតចឹងគាត់តែឃើញរូបភាពហ្នឹងគេដឹងថា AI ដែរហើយអ្នកដែលធ្វើហ្នឹងគ្មានអាណាជាជនជាតិថ្ងៃទេមិនចាយទេយីថោកទៀតចុយតម្រាយអាព័ត៌មានចាំចឹងក៏ចេះចុះដែរអាចទៅសើចុយតម្រាយណាបើថាពួកថ្ងៃទៅណេថាណា Swing King 333អ្នកថ្ងៃហ្នឹងចុយម្រាយចុះតាព័ត៌មានបំភ្លៃចុះតាព័ត៌មានចោលនៅក្នុងសោះចំអល់ដល់លុយគេថោកទៀតចុយតម្រាយចាស់